ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើករឿងភាគ anime មួយទៀតដែលមានចំណងជើងថា My Hero Academy មកសង្ខេបជូនអ្នកទាំងអស់គ្នាទស្សនាចឹងកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើមការចាប់ផ្ដើមសាច់រឿងនេះមកនៅក្នុងទីក្រុងចិននៃប្រទេសចិនគឺមានទីរូបការមកមានលក្ខណៈពិសេសនិងចម្លែកថាមពលភ្លឺចែងយ៉ាងខុសពីមនុស្សធម្មតាចាប់តាំងពីពេលនោះមកថាមពលមួយនេះត្រូវបានធ្លាក់មកដល់មនុស្សចំនួនក្រោយយ៉ាងអាចកំបាំងមនុស្ស 80% ក្នុងភពផែនដីគឺមានសមត្ថភាពពិសេសនិងបំលែងវាទៅជា Super Power ខុសៗគ្នាហើយមនុស្សដែលមាន Super Power ត្រូវបានប្រជាជនចាត់ទុកជាវីរៈបុរសវីរៈនារីការពីពិភពលោកដោយហើយមានមនុស្សមាន Super Power ខ្លាំងៗបែបនេះការកកើតពពួកបិសាចក៏មានច្រើនដែរបិសាចដ៏ធំមួយបានមកវាយប្រហារនៅក្នុងទីក្រុងហើយនេះក៏ដល់ពេលដែលក្រុមមនុស្សមាន Super Power បញ្ចេញស្នាដៃហើយវីរៈបុរសការពារទីក្រុងមួយក្រុមបានមកដល់ទីនេះនឹងត្រៀមទូទៅជាមួយបិសាចមួយនោះក្មេងប្រុសម្នាក់មានឈ្មោះថា Izuku Midoriya ខំរត់ពីសាលាមកដល់ទីនេះ Midoriya គេនឹងគឺចូលចិត្តនឹងចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើរឿង Super Hero នឹងហើយឥឡូវនៅពេលដែលបានមកមើលផ្ទាល់បែបនេះទៀត Midoriya គឺសប្បាយចិត្តមែនទែនហើយក្រុមវីរៈបុរសទាំងអស់នោះក៏ព្យាយាមទប់ទល់ជាមួយបិសាចដ៏ធំមួយនេះភ្លាមនោះក៏មានវីរៈបុរសម្នាក់ទៀតក៏បានមកដល់គាត់មានឈ្មោះថាកាមួយគ្រាន់តែគាត់បង្ហាញខ្លួនមកព្រាមប្រជាជនដែលកំពុងឈរមើលនៅទីហ្នឹងហាក់ដូចជាសប្បាយចិត្តមែនទែនជាពិសេសស្រី fan girl របស់គាត់កាមួយគាត់ក៏បានចាប់ផ្ដើមប្រយុទ្ធជាមួយសត្វបិសាចមួយនោះហើយរូបរាងរបស់កាមួយមើលទៅដូចជាដើមឈើអញ្ចឹងរួចនៅពេលដែលប្រយុទ្ធគ្នាជាមួយបិសាចនេះមួយសន្ទុះនឹងកាមួយគាត់ក៏បញ្ចេញអាទីរបស់គាត់ចេញឬឈើច្រើនមែនទែនចេញពីដៃរបស់គាត់ពេលដែលឬឈើត្រៀមនឹងចាក់ដល់ខ្លួនរបស់បិសាចទៅហើយស្រាប់តែមានវីរៈវេរីម្នាក់ទៀតបង្ហាញខ្លួនមកនឹងលោតធាក់សត្វបិសាចមួយនោះហើយកាមួយវិញគាត់ពិតជាកាំងចិត្តខ្លាំងអាគាត់ខំវាយមួយថ្ងៃហើយសុកគេមកស៊ីពេលបែបនេះហើយវីរៈវេរីម្នាក់នឹងនាងមានឈ្មោះថា MT គ្រាន់តែឃើញរូបរាងដ៏ខ្ជូររបស់នាងភ្លាមកាមេរ៉ាមែនក៏ចាប់ផ្ដើមថតយកមកមិនដឹងថតយកទៅធ្វើស្អីនោះទេហើយពួកគេក៏បានចាត់ការបិសាចមួយនោះបានសម្រេចរួចយើងក៏ដឹងដែរថាក្រុមដែលមាន Super Power ពិសេសទាំងអស់នេះគឺធ្វើការជាមួយរដ្ឋបាលប៉ូលីសស្របច្បាប់ដើម្បីធ្វើជា Super Hero ការពារទីក្រុងពីមនុស្សអាក្រក់និងបិសាចជាដើមដែលប្រជាជនធម្មតាស្រឡាញ់និងចាត់ទុកពួកគេដូចជាព្រះដូចនេះហើយទើបមានសាលាបណ្ដុះបណ្ដាលក្មេងៗដែលមាន Super Power ស្រាប់ឲ្យខ្លាចទៅជា Super Hero ស្របច្បាប់របស់រដ្ឋាភិបាលក្មេងប្រុស Midoriya ដែលមានក្តីសម័យចង់ខ្លាចទៅជា Super Hero ដែលពេលនោះគឺព្យាយាមកត់ទុកក្នុងសៀវភៅពីរបៀបធ្វើវីរៈបុរសដែលយកគំរូតាមពួកគាត់ទាំងអស់នេះដោយបានលោកពូម្នាក់លើកទឹកចិត្តទៀតនោះ Midoriya របស់យើងគឺកាន់តែសប្បាយចិត្តមែនទែននៅក្នុងថ្នាក់រៀនវិញឥឡូវ Midoriya និងមិត្តរួមថ្នាក់របស់ពួកគេគឺឆ្នាំទី3ហើយដូចនេះលោកគ្រូក៏និយាយថាដល់ពេលដែលពួកគេត្រូវគិតពីរឿងអនាគតហើយនឹងត្រូវបន្តទៅរៀននៅសាលាផ្សេងទៀតហើយយើងក៏បានឃើញផងដែរថាសិស្សនៅក្នុងថ្នាក់មួយនេះសិតតែមានថាមពលនិងរូបរាងចម្លែកអត់តែ Midoriya ម្នាក់ទេចំណែកមានសិស្សម្នាក់ទៀតមើលទៅដូចជាបងធំជាងគេនៅក្នុងថ្នាក់នេះអញ្ចឹងគាត់មានឈ្មោះថា Katsuki Bokugo តែងតែនិយាយមើលងាយសមត្ថភាពសិស្សដទៃទៀតថាសមត្ថភាពមិនដល់គាត់នោះទេដែលធ្វើឲ្យសិស្សដទៃទៀតនឹងខឹងខ្លាំងមែនទែនជាពិសេសមនុស្សដែល Bakugo ចូលចិត្តធ្វើអាប់ជាងគេនៅក្នុងថ្នាក់នេះគឺជា Midoriya របស់យើងនឹងឯងលោកគ្រូក៏ប្រកាសឈ្មោះសិស្សដែលត្រូវបន្តរៀននៅវិទ្យាល័យ UA គឺវិទ្យាល័យដែលចូលចំណាត់ថ្នាក់លេខ1ហើយត្រូវបានគេចាត់ទុកថាជាកន្លែងបណ្ដុះបណ្ដាលសិស្សដែលខ្លាចទៅជា Super Hero Academy កំពុងនៅក្នុងប្រទេសជប៉ុនពេលដែលលោកគ្រូនិយាយឈ្មោះថា Bakugo ទៅបន្តរៀននៅ UA នោះធ្វើឲ្យសិស្សគ្រប់គ្នាភ្ញាក់ផ្អើលមែនទែនពីព្រោះថាបន្ទុករបស់ Bakugo គឺបានច្រើនអាចចូលរៀននៅសាលា UA បាន Bakugo ក៏បានចាប់ផ្ដើមនិយាយឡើងលយថាពេលដែលគាត់បានចូលរៀននៅសាលា UA គាត់នឹងក្លាយជាវីរៈបុរសដ៏ល្បីឈ្មោះនិងមាន power ខ្លាំងបំផុតនៅក្នុងលោកហើយក្នុងថ្នាក់មួយនេះគឺមានតែគាត់ម្នាក់ប៉ុណ្ណោះដែលស័ក្តិសមចូលរៀននៅសាលា UA ភ្លាមនោះលោកគ្រូស្រាប់តែប្រកាសឈ្មោះសិស្សម្នាក់ទៀតគឺ Midoriya ដែលធ្វើឲ្យ Bakugo និងសិស្សដទៃទៀតនឹងគាំងឆ្នែងគ្រប់គ្នាមិននឹកស្មានថា Midoriya ចង់ទៅរៀននៅ UA ដែរសោះ Midoriya ដែលគ្មានសមត្ថភាពពិសេសនិងថាមពលអ្វីទាំងអស់អនាគតចង់ក្លាយជា Super Hero ត្រូវបានមិត្តរួមថ្នាក់ខ្សែចំអក Bakugo ដែលស្អប់នឹងចូលចិត្ត bully Midoriya ស្រាប់ក៏បានមករករឿង Midoriya Bakugo និយាយឡើងកាយថាឯងគ្មានសមត្ថភាពនឹងថាមពលអីទេហេតុអីឯងចង់មកប្រកួតប្រជែងជាមួយយើង Midoriya ឆ្លើយថានេះជាក្តីសម័យរបស់ខ្លួនតាំងពីក្មេងដែលចង់ក្លាយជា Super Hero តែប៉ុណ្ណោះនៅពេលដែលដល់ម៉ោងចេញទៅផ្ទះ Bakugo បានមករករឿង Midoriya សារជាថ្មី Bakugo ក៏បានដណ្ដើមសៀវភៅរបស់ Midoriya ហើយគាត់ក៏បានដុតសៀវភៅមួយនេះចោលនិងបោះចេញទៅខាងក្រោម Bakugo ក៏និយាយគំរាមទៅកាន់ Midoriya ថាបើសិន Midoriya នៅតែចុះឈ្មោះចូលរៀននៅសាលា UA ទៀតនោះប្រាកដណាស់ច្បាស់ជាមានរឿងធំជាមួយគាត់ជាមិនខាននិយាយចប់ Bakugo និងគ្នាក៏ដើរចាកចេញទៅចំណែក Midoriya វិញដែលខ្លួនគឺជាក្មេងទូនខ្សោយនិងគ្មានសមត្ថភាពពិសេសអ្វីទាំងអស់ដោយត្រូវ Bakugo ធ្វើអាប់ទាំងក្មេងដែលខ្លួនគ្មានអ្វីតទល់ជាមួយគេនោះទេមានតែខិតខំទ្រាំតែក្តីសម័យចង់ខ្លាយទៅជា Super Hero មិនដែលបោះបង់នោះឡើយកាលពីនៅតូច Midoriya នៅផ្ទះជាមួយម៉ាក់គាត់មើលថែ Midoriya ឡើងកក់ក្ដៅ Midoriya តែសុំម៉ាក់មើលកម្មវិធី Super Hero ដែលគេចាក់ផ្សាយនៅក្នុងវីដេអូគឺយើងបានឃើញ Super Hero មានធំម្នាក់កំពុងជួយសង្គ្រោះមនុស្ស100នាក់នៅក្នុងករណីភ្លើងឆេះមួយកន្លែងគាត់តែម្នាក់ឯងអាចជួយសង្គ្រោះមនុស្សបានទាំងអស់គាត់ក៏បាននិយាយពាក្យដ៏ល្បីមួយថាគ្មានអ្នកណាកើតអីនោះឡើយបើសិនជាគាត់មកដល់ទីនេះឮពាក្យទាំងនេះហើយ Midoriya ដែលចាត់ទុកគាត់ជា idol កាន់តែរំភើបចិត្តនិងសង្ឃឹមថ្ងៃមួយបានដូចគាត់តែរឿងមិននឹកស្មានដល់ក៏បានកើតឡើងលើ
ខ្លួនរបស់មីដូរីយ៉ាលោកគ្រូពេក៏បាននិយាយថាមីដូរីយ៉ាប្រហែលគ្មាន power នោះទេទាំងដែលម៉ាក់និងប៉ាប៉ារបស់ពួកគេសិតតែមាន power តែចំណែកតែមីដូរីយ៉ាកើតមកគ្មាន power តតែសោះពេលដែលឮលោកគ្រូពេនិយាយអញ្ចឹងហើយមីដូរីយ៉ារបស់យើងនឹងពិតជាសែតមែនទែនពេលត្រឡប់មកផ្ទះវិញម៉ាក់ក៏យំអោបមីដូរីយ៉ាគាត់សុំទោសដែលមើលថែមីដូរីយ៉ាមិនបានល្អកាលមកដល់ពេលនេះវិញមីដូរីយ៉ាកំពុងដើរទៅផ្ទះរំពេចនោះមានបិសាចមួយរូបរាងដូចជាកៅស៊ូបានមកវាយប្រហារមកលើមីដូរីយ៉ាបិសាចមួយនោះក៏រុំខ្លួនរបស់មីដូរីយ៉ាជាប់និងធ្វើឲ្យមីដូរីយ៉ាពិបាកដកដង្ហើមមែនទែនមីដូរីយ៉ាស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយភ្លាមនោះស្រាប់តែមានវីរៈបុរសមាធំម្នាក់គាត់បង្ហាញខ្លួនមកជួយមីដូរីយ៉ាគាត់ក៏ស្ទុះទៅវាយបិសាចនោះតែម្ដងដោយកម្លាំងដៃរបស់គាត់មួយនេះហៅថាតិចសាស្មាកម្លាំងដៃមួយនេះពិតជាខ្លាំងមែនទែនធ្វើឲ្យបិសាចមួយនោះទប់ទល់អត់បាននោះទេហើយក៏បានជួយសង្គ្រោះមីដូរីយ៉ាបានផងដែរចំណែកបិសាចនោះវិញក៏បានចាប់ដាក់ចូលក្នុងដបកូកាមួយចំណែកមីដូរីយ៉ាវិញស្ទើរតែមិនជឿភ្នែកខ្លួនឯងនោះទេដោយមីដូរីយ៉ាធ្លាប់តែឃើញ idol របស់ខ្លួនតាមវីដេអូហើយឥឡូវនេះក៏មកជួយផ្ទាល់អញ្ចឹងមីដូរីយ៉ាពិតជារំភើបមែនទែនមីដូរីយ៉ាក៏អរគុណជាច្រើនដងទៅកាន់គាត់ហើយឥឡូវនេះក៏នឹងយកបិសាចដែលកំពុងនៅក្នុងដបមួយនេះទៅកាន់ប៉ូលីសពេលដែលហោះចាក់ចេញនឹងមីដូរីយ៉ាក៏បានតោងជើងរបស់ super hero ម្នាក់នេះទៅតាមជាមួយដែរហើយពេលមកដល់កន្លែងប៉ូលីស super hero ម្នាក់នោះក៏បានលាទៅកាន់មីដូរីយ៉ាត្រឹមនេះតែមីដូរីយ៉ាហាក់ដូចជាមានអ្វីចង់សួរទៅកាន់គាត់អញ្ចឹងសម្រាប់រឿងនេះដែរ admin សូមថ្លែងជំនះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច like និង subscribe ម្នាក់មួយផងអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយសួស្តីអ្នកនរគ្នាយើងមកបន្តសាច់រឿងមីដូរីយ៉ារបស់យើងបន្តទៀតសម្រាប់អ្នកអត់បានមើលភាគមុនទេអាចចូលទៅមើលសិនបានដែលភាគមុនខ្ញុំដាក់នៅខាងក្រោម description អាចចូលទៅមើលសិនហើយសម្រាប់អ្នកមកថ្មីជួយ subscribe ខ្ញុំម្នាក់មួយផងឲ្យខ្ញុំទទួលបាន 2k ឆាប់នេះអរគុណច្រើនអញ្ចឹងកុំឲ្យខាតពេលយូរតើយើងចាប់ផ្ដើមរំលឹកពីភាគមុននៅពេលដែលមីដូរីយ៉ាដើរតាមផ្លូវម្នាក់ឯងពេលកំពុងទៅផ្ទះស្រាប់តែលេចមុខបិសាចរូបរាងដូចជាកៅស៊ូមួយចេញមកវាយប្រហារមកលើមីដូរីយ៉ាជាក្មេងដែលទន់ខ្សោយនិងគ្មាន power អ្វីទាំងអស់មិននឹងអាចតទល់ជាមួយបិសាចមួយនេះបានទៅមីដូរីយ៉ាត្រូវបានបិសាចមួយនេះរុំខ្លួនជាប់និងខ្វះតែបន្តិចត្រូវបានបិសាចមួយនេះរុំខ្លួនដាច់ខ្យល់ស្លាប់បាត់ទៅហើយតែសំណាងល្អភ្លាមនោះ super hero មាធំម្នាក់លេចខ្លួនមកជួយមីដូរីយ៉ាបានសម្រេចពេលដែលពួកគេមកដល់កន្លែងប៉ូលីសហើយសំណួរដែលមីដូរីយ៉ាចង់សួរទៅកាន់លោកពូ super hero ម្នាក់នេះគឺមីដូរីយ៉ាសួរទាំងអៀនថាក្មេងទន់ខ្សោយនឹងកើតមកគ្មាន power ស្រាប់ដូចជាមីដូរីយ៉ានេះក្តីសម័យចង់ខ្លាចទៅជា super hero តើអាចទៅរួចដែរឬទេខ្ញុំចង់ខ្លាចទៅជា super hero ខ្ញុំចង់ជួយមនុស្សដែលទន់ខ្សោយដូចជាលោកពូណាប៉ុន្តែលោកពូ super hero ម្នាក់នេះមិនទាន់ឆ្លើយនឹងសំណួររបស់មីដូរីយ៉ាផងរំពេចនោះរាងកាយរបស់គាត់ហាក់ដូចជាធ្វើទុកនិងបញ្ចេញផ្សាយមកច្រើនមែនទែនពេលដែលផ្សាយទាំងអស់នេះរសាត់ទៅអស់មីដូរីយ៉ាងាកទៅមើលលោកពូ super hero សារជាថ្មីរាងកាយរបស់គាត់ប្រែទៅជាស្គមហាក់ដូចជាមនុស្សមានជំងឺប្រចាំកាយគាត់ក៏ណែនាំឈ្មោះរបស់គាត់ទៅកាន់មីដូរីយ៉ាគាត់មានឈ្មោះថាអម៉ៃគាត់ក៏បន្ថែមទៀតថាពេលនេះមីដូរីយ៉ាតែម្នាក់គត់ដែលឃើញរូបរាងកាយពិតរបស់គាត់អម៉ៃក៏និយាយរឿងរ៉ាវគ្រប់យ៉ាងទៅកាន់មីដូរីយ៉ាការពិតទៅកាលពី5ឆ្នាំមុនអម៉ៃទៅរបួសជាខ្លាំងពីការវាយប្រហារពីសត្រូវហើយពេលដែលគាត់ប្រែរូបរាងទៅជា super hero មាធំនេះគឺរាងកាយមួយនេះគឺមានកំណត់នៅក្នុងមួយថ្ងៃគាត់ប្រែខ្លួនបានតែ3ម៉ោងតែប៉ុណ្ណោះអម៉ៃតែងតែជួយសង្គ្រោះមនុស្សជាមួយស្នាមញញឹមជានិច្ចស្នាមញញឹមមួយនេះគឺជានិមិត្តសញ្ញានៃសន្តិភាពហើយស្នាមញញឹមមួយនេះក៏អាចធ្វើឲ្យបិសាចខ្លាចផងដែរអម៉ៃក៏ចាប់ផ្ដើមនិយាយឡើងកាយទៅកាន់មីដូរីយ៉ាថាមីដូរីយ៉ាដែលកើតមកគ្មាន super power ក៏អាចខ្លាចទៅជា super hero បានដែរវីរៈបុរសដែលមីដូរីយ៉ាធ្វើបាននោះគឺធ្វើជាប៉ូលីសការពារប្រជាជននេះក៏ជា super hero ដែរគេចង់ខ្លាចជា super hero មានថាមពលចេះហោះចេះហើរអម៉ៃឲ្យគេធ្វើជាប៉ូលីសយ៉ាប់មែននៅពេលដែលនិយាយចប់ហើយអម៉ៃក៏ដើរចាក់ចេញទៅទុកឲ្យមីដូរីយ៉ាសេតនៅលើដំបូលតែឯងពេលមកដល់ខាងក្រោមវិញអម៉ៃក៏ចាប់អារម្មណ៍ថាបិសាចកៅស៊ូដែលគាត់ចាប់ដាក់ក្នុងដបកូកាទុកក្នុងហៅប៉ៅនោះពេលនេះគឺបានបាត់ចេញពីហៅប៉ៅមិនឃើញឡើយភ្លាមនោះក៏មានការផ្ទុះដ៏ធំមួយនៅក្នុងទីក្រុងដោយឃើញពីហេតុការណ៍មួយនេះមីដូរីយ៉ានិងអម៉ៃបញ្ញាព្រុតទៅមើលថាមានរឿងអ្វីកើតឡើងពេលដែលពួកគេទាំងពីរនាក់មកដល់កន្លែងហេតុការណ៍រឿងមិននឹកស្មានដល់នោះគឺបិសាចកៅស៊ូមុននេះចេញមកវាយប្រហារម្ដងទៀតហើយឃើញបែបនេះហើយមីដូរីយ៉ាពិតជាស្លុតចិត្តមែនទែនការពិតទៅពេលដែលមីដូរីយ៉ានិងអម៉ៃកំពុងហោះហើរលើមេឃដើម្បីយកបិសាចមួយនេះមកកាន់កន្លែងប៉ូលីសនោះបិសាចមួយនេះគឺបានធ្លាក់ចេញពីហៅប៉ៅរបស់អម៉ៃដោយមិនដឹងខ្លួនបិសាចមួយនេះវាធ្លាក់មកដល់ដីស្របពេលដែលបាគូកុកនិងមិត្តរបស់គេពីរនាក់ទៀតដើរមកដល់បាគូកុកដោយមិនដឹងថាក្នុងដបកូកានេះមានបិសាចបាគូកុកក៏បានទាត់វាលេងដែលធ្វើឲ្យបិសាចកៅស៊ូមួយនេះមានឱកាសរួចខ្លួនចេញមកខាងក្រៅនិងអុកឡុកទីក្រុងសាជាថ្មីមីដូរីយ៉ាពិតជាបន្ទោសខ្លួនឯងជាខ្លាំងនិងដាក់កំហុសមកលើខ្លួនឯងហើយពេលនេះនៅក្នុងទីក្រុងកំពុងមានភាពច្របូកច្របល់មែនទែនសូម្បីតែក្រុមវីរៈបុរសការពារទីក្រុងក៏ចេញមកតទល់ជាមួយនឹងបិសាចកៅស៊ូមួយនេះដែរចំណែកអម៉ៃវិញឃើញបែបនេះហើយក៏មិនអាចធ្វើអ្វីបានឡើយដោយសារការប្រែខ្លួនទៅជា super hero មានដែនកំណត់អម៉ៃមិនអាចប្រែខ្លួនទៅជាវីរៈបុរសម្ដងទៀតនោះ
ទេប្រជាជននៅទីនេះទាំងអស់គ្នាពិតជាឆ្ងល់ខ្លាំងមែនទែនរឿងធំដល់ថ្នាក់នេះហើយហេតុអ្វីមិនឃើញអមម៉ៃបង្ហាញខ្លួនមកជួយអញ្ចឹងដោយសារតែពួកគេមិនដឹងថាអមម៉ៃនៅក្រោយខ្នងរបស់ពួកគេនោះទេនិងមិនដឹងថាបុរសស្គមម្នាក់នេះជាអមម៉ៃឡើយចំណែកមីដូរីយ៉ាវិញនៅពេលដែលគេមើលបិសាចមួយនេះយកចិត្តទុកដាក់នោះរឿងកាន់តែស្លុតចិត្តមួយទៀតហើយគឺបាគូហ្គកត្រូវបានបិសាចមួយនេះរុំខ្លួនជាប់ដោយការមីដូរីយ៉ាដែរនឹងត្រៀមផ្ដាច់ដង្ហើមរបស់បាគូហ្គកសម្រាប់ចោលហើយដោយសារតែបិសាចមួយនេះខ្លាំងក្លាពេកសូម្បីតែវីរៈបុរសការពារទីក្រុងទាំងអស់នេះក៏មិនអាចធ្វើអ្វីបានឡើយបានតែឈរមើលតែប៉ុណ្ណោះពេលដែលបាគូហ្គករៀបនឹងដាច់ខ្យល់ស្លាប់ទៅហើយមីដូរីយ៉ាសាប់តែស្ទុះទៅជួយបាគូហ្គកតែម្ដងដែលធ្វើឲ្យអ្នកនៅទីនេះទាំងអស់គ្នានឹងអមម៉ៃដែរនោះគាំងឆ្ងាញ់គ្រប់គ្នាតែម្ដងមីដូរីយ៉ាក៏មិនដឹងថាខ្លួនគេកំពុងធ្វើអ្វីដែរសុខរាងកាយរបស់គេគ្រប់គ្រងលេខបាននិងមានភាពក្លាហានចូលទៅជួយបាគូហ្គកមីដូរីយ៉ាគប់កតារបស់គេដើម្បីបង្វែរដានបិសាចនេះតែការគប់មួយនេះមិនអត់ប្រយោជន៍នោះទេគឺបានជួយបាគូហ្គកដកដង្ហើមបានបន្តិចដែរដោយឃើញភាពក្លាហានរបស់មីដូរីយ៉ានេះក្រុមវីរៈបុរសផ្សេងៗទៀតមានកម្លាំងចិត្តចូលទៅប្រយុទ្ធជាមួយបិសាចកៅស៊ូនេះសាជាថ្មីដោយម្ដងនេះពួកគេមិនខ្លាចស្លាប់នោះទេហើយអមម៉ៃក៏បានមកជួយផងដែរដោយឃើញភាពក្លាហានរបស់មីដូរីយ៉ាអមម៉ៃក៏មានកម្លាំងចិត្តប្រែខ្លួនទៅជាវីរៈបុរសមាសធំសាជាថ្មីហើយក៏ធ្វើការប្រើកម្លាំងកំណាប់ដៃម្ដងទៀតតែម្ដងនេះមិនមែនតិចសះស្មាស់ទេគឺជាកម្លាំងដៃមួយនេះពិតជាខ្លាំងមែនទែនបង្កើតជាខ្យល់បក់ដ៏ធំមួយអមម៉ៃនិងមីដូរីយ៉ាក៏បានជួយបាគូហ្គកនិងកម្ចាត់បិសាចកៅស៊ូមួយនេះបានសម្រេចកម្លាំងដៃរបស់អមម៉ៃមួយនេះពិតជាខ្លាំងមែនទែនដោយកម្លាំងដៃមួយនេះបង្កើតជាពពកនិងមានភ្លៀងធ្លាក់ចូលមកផងដែរហើយធ្វើឲ្យមនុស្សគ្រប់គ្នាមើលឡើងចំហមាត់អមម៉ៃទទួលបានការសរសើរពីប្រជាជននៅទីនេះទាំងអស់ចំណែកបាគូហ្គកដែលងើបពីដឹងខ្លួនវិញទោះបីជាខ្លួនគាត់រួចជីវិតពិតមែនប៉ុន្តែគេក៏មិនសុខចិត្តដែរមីដូរីយ៉ាដែលជាក្មេងទន់ខ្សោយគេចូលចិត្តបូលីនិងធ្វើបាបមើលងាយកន្លងមកពេលនេះមិនគួរឲ្យជឿបែរជាមីដូរីយ៉ាជាអ្នកបថុយជីវិតមកជួយខ្លួនទៅវិញដោយនេះហើយពេលដែលមីដូរីយ៉ាកំពុងដើរត្រឡប់ទៅផ្ទះវិញបាគូហ្គកក៏មករករឿងមីដូរីយ៉ាសារជាថ្មីបាគូហ្គកនិយាយថាគាត់មិនបានឲ្យមីដូរីយ៉ាមកជួយនោះទេមីដូរីយ៉ាធ្វើឲ្យម្នេះចង់មើលងាយគាត់មែនដោយសារតែខ្លាចបាក់មុខទៅបាគូហ្គកនិយាយពីទាំងអស់នេះឡើងនិយាយចប់បាគូហ្គកក៏ដើរចាក់ចេញទៅចំណែកមីដូរីយ៉ាវិញមិនបានឆ្លើយតបអ្វីនោះទេគ្រាន់តែបញ្ចេញស្នាមញញឹមដ៏ទន់ភ្លន់មួយបន្ទាប់មកអមម៉ៃក៏លេចខ្លួនមកដែរនិយាយមិនទាន់ចប់ស្រួលបួផងអមម៉ៃប្រែខ្លួនទៅជាស្គមវិញមួយរំពេចអមម៉ៃគាត់មកនេះក្នុងគោលបំណងចង់មកអរគុណមីដូរីយ៉ានេះហើយជាអ្នកធ្វើឲ្យគាត់មានកម្លាំងចិត្តជួយសង្គ្រោះមនុស្សមីដូរីយ៉ាតែម្នាក់អាចកែប្រែខ្លួនរបស់អមម៉ៃបានគាត់ពិតជាអរគុណខ្លាំងមែនទែនឮពាក្យដ៏កក់ក្ដៅចេញពីអមម៉ៃហើយមីដូរីយ៉ានឹកដល់ពាក្យសម្ដីអ្នកម៉ាក់ទៀតហើយម្ដងនេះដល់ថាមីដូរីយ៉ាហូរទឹកភ្នែកយំសម្ដីដ៏កក់ក្ដៅពីបរិះនៅខាងមុខខ្លួននេះធ្វើឲ្យមីដូរីយ៉ារំភើបចិត្តមែនទែនសម្រាប់រឿងមួយនេះដែរEdmundសុំ slash ធំនេះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច like និង subscribe ម្នាក់មួយផងអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយនៅភាគទី2នេះជីវិតរបស់មីដូរីយ៉ានឹងចាប់ផ្ដើមផ្លាស់ប្ដូរទាំងស្រុងប៉ុន្តែមុនទទួលបានថាមពលដ៏អស្ចារ្យនេះគេត្រូវឆ្លងកាត់ការវឹកហាត់ដ៏សាហាវមួយជាមុនសិនបន្ទាប់ពីអម៉ៃសម្រេចចិត្តជ្រើសរើសមីដូរីយ៉ាជាអ្នកស្នងតំណែងនៃថាមពល One for All គាត់ក៏ប្រាប់មីដូរីយ៉ាថារាងកាយរបស់មីដូរីយ៉ានៅពេលនេះគឺនៅខ្សោយពេកបើសិនមីដូរីយ៉ាទទួលបានថាមពលនេះភ្លាមរាងកាយរបស់មីដូរីយ៉ានឹងផ្ទុះខ្ទេចខ្ទីជាមិនខានដូច្នេះមីដូរីយ៉ាត្រូវវឹកហាត់យ៉ាងខ្លាំងក្នុងរយៈពេល10ខែជាមុនសិនមុនថ្ងៃប្រឡងចូលសាលា UA ការវឹកហាត់ដ៏សាហាវក៏បានចាប់ផ្ដើមអម៉ៃនាំមីដូរីយ៉ាទៅកាន់ឆ្នេរមួយដែលពោរពេញទៅដោយសម្រាមនៅទីនោះគឺមានគ្រប់យ៉ាងមានទាំងរថយន្តចាស់ទូទឹកកកខ្សែដែកនិងកាកសំណល់រាប់ពាន់ឆ្នាំបេសកកម្មរបស់មីដូរីយ៉ាគឺសម្អាតឆ្នេរនេះទាំងមូលឲ្យស្អាតដំបូងមីដូរីយ៉ាគិតថាវាគ្រាន់ជាការងារសម្អាតធម្មតាប៉ុណ្ណោះប៉ុន្តែការពិតអម៉ៃកំពុងបង្ខំឲ្យគេបង្កើនកម្លាំងសាច់ដុំនិងភាពរឹងមាំនៃរាងកាយរាល់ថ្ងៃមីដូរីយ៉ាត្រូវរត់លើកដែកអូសសម្រាមធ្ងន់និងធ្វើលំហាត់ប្រាណគ្រប់បែបយ៉ាងគេភ្ញាក់ពីព្រលឹមហើយវឹកហាត់រហូតដល់យប់ជ្រៅពេលខ្លះគេហត់ដល់ថ្នាក់ដេកលក់ភ្លាមតែម្ដងប៉ុន្តែក្តីស្រមៃនិងកម្រិតរបស់គេចង់ក្លាយជាវីរៈបុរសតែងតែនៅតាមខ្លួនគេជានិច្ចអម៉ៃក៏ចាប់ផ្ដើមមើលឃើញការតស៊ូនិងការខិតខំប្រឹងប្រែងរបស់មីដូរីយ៉ាផងដែរពេលវេលាក៏កន្លងផុតទៅជាច្រើនខែមីដូរីយ៉ាពីក្មេងប្រុសស្គមស្គាំងម្នាក់ឥឡូវនេះបានក្លាយជាមនុស្សមានរាងកាយរឹងមាំនិងខ្លាំងជាងមុនទីបំផុតថ្ងៃចុងក្រោយនៃការវឹកហាត់គេបានជួយអម៉ៃសម្អាតឆ្នេរបានទាំងស្រុងអម៉ៃមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សរបស់គាត់បន្ទាប់ពីការវឹកហាត់បញ្ចប់ហើយអម៉ៃប្រាប់មីដូរីយ៉ាថាគេបានត្រៀមខ្លួនរួចហើយសម្រាប់ទទួលថាមពល One for All ប៉ុន្តែវិធីផ្ទេរថាមពលនេះគឺចម្លែកខ្លាំងអម៉ៃដកសក់មួយសរសៃរបស់ខ្លួនហើយឲ្យមីដូរីយ៉ាលេបវាចូលមី
โดริยะភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែគេក៏សម្រេចចិត្តធ្វើតាមបន្ទាប់ពីលេបសក់អមៃរួចធម្មពល One for All ចាប់ផ្ដើមផ្ទេរចូលក្នុងរាងកាយរបស់មីដូរិយានេះគឺជាជំហានដំបូងដែលធ្វើឲ្យមីដូរិយាកាន់តែខិតជិតក្តីសម័យរបស់គេក្នុងការក្លាយជាវីរបុរសដ៏អស្ចារ្យបំផុតក្មេងប្រុសដែលគ្មានធម្មពលម្នាក់ឥឡូវនេះកំពុងក្លាយជាអ្នកស្នងធម្មពលដ៏ខ្លាំងក្លាបំផុតមួយក្នុងលោកបន្ទាប់ពីខំវឹកហាត់អស់រយៈពេល10ខែនិងទទួលបានធម្មពល One for All ពីអមៃទីបំផុតថ្ងៃដែលមីដូរិយារងចាំក៏បានមកដល់ថ្ងៃប្រឡងចូលសាលា Super Hero ដ៏ល្បីបំផុតនៅប្រទេសជប៉ុនគឺ UA ប៉ុន្តែមីដូរិយាមិនទាន់ចេះគ្រប់គ្រងធម្មពល One for All នៅឡើយទេនៅព្រឹកថ្ងៃប្រឡងមីដូរិយាមានអារម្មណ៍ថារំភើបផងនិងខ្លាចផងពេលទៅដល់សាលា UA គេឃើញបេក្ខជនរាប់រយនាក់ដែលមានធម្មពលពិសេសខណៈពេលដែលកំពុងដើរចូលសាលារៀនមីដូរិយាភ័យខ្លាំងរហូតដល់ជំពប់ជើងដួលតែភ្លាមនោះមានក្មេងស្រីម្នាក់ប្រើធម្មពលរបស់នាងលើកមីដូរិយាឲ្យអណ្ដែតឡើងហើយក្មេងស្រីម្នាក់នោះមានឈ្មោះថាអ៊ូឆាកូអ៊ូរ៉ារ៉ាកាហើយចំណែកមីដូរិយារបស់យើងវិញអៀនខ្លាំងរហូតនិយាយអីមិនចេញបេក្ខជនទាំងអស់ត្រូវបាននាំចូលក្នុងសាលប្រជុំមេប្រយោគការប្រឡងនៅសាលា UA គឺជា President Mix ដែលគាត់គឺជាវីរបុរសមានសម្លេងខ្លាំងបំផុតគាត់បានបញ្យល់ថាការប្រឡងជាក់ស្ដែងនឹងត្រូវប្រយុទ្ធជាមួយ Robot នយោបាយមាន4ប្រភេទ 1 point robot 2 point robot 3 point robot និង0 point robot ការបំផ្លាញ Robot កាន់តែធំបន្ទុកបានកាន់តែច្រើនមុនចូលប្រឡងមីដូរិយាបានជួបនឹង Tenya Lida គឺជាសិស្សដែលគោរពវិន័យខ្លាំងនិងមើលទៅដូចជាមេដឹកនាំដំបូងគេគិតថាមីដូរិយាជាមនុស្សចម្លែកប៉ុន្តែក្រោយមកគេក៏ទទួលស្គាល់ថាមីដូរិយាចិត្តល្អនិងស្មោះត្រង់សញ្ញាប្រឡងក៏ចាប់ផ្ដើមបន្លឺឡើងបេក្ខជនទាំងអស់ក៏រត់ចេញភ្លាមមីដូរិយាភ័យខ្លាំងព្រោះគេមិនទាន់ចេះប្រើ One for All ទេខណៈអ្នកដទៃទៀតបំផ្លាញ Robot បានជាច្រើនចំណែកមីដូរិយាវិញនៅតែកិច្ចនឹងរកឱកាសមីដូរិយាមិនទាន់រកបានសូម្បីមួយពិន្ទុពេលវេលាកាន់តែខិតជិតអស់មីដូរិយាចាប់ផ្ដើមអស់សង្ឃឹមភ្លាមនោះ Robot 0 point ដ៏ធំសម្បើមមួយបានបង្ហាញខ្លួនមកបេក្ខជនទាំងអស់រត់ដោយការភិតភ័យក្នុងភាពចលាចលនោះអូរ៉ារ៉ាកាត្រូវបានថ្មបាក់សង្កត់ជើងនិងមិនអាចរត់បាននោះទេគ្រប់គ្នាភ័យពេកបានរត់ចេញអស់គ្មាននរណាម្នាក់មកត្រឡប់ជួយនាងនោះទេមីដូរិយាឈប់មើលមួយផ្លែតបើមីដូរិយាទៅជួយនាងនោះគេនឹងបាត់បង់ឱកាសចូលសាលា UA ប៉ុន្តែបេះដូងវីរបុរសនៅក្នុងខ្លួនគេមិនអនុញ្ញាតឲ្យគេបោះបង់អ្នកដទៃឡើយដោយមិនបានគិតច្រើនមីដូរិយាក៏បានរត់ត្រឡប់ក្រោយទៅរកអូរ៉ារ៉ាកានេះគឺជាលោកដំបូងដែលគេសម្រេចចិត្តប្រើធម្មពល One for All មីដូរិយាប្រមូលធម្មពលទាំងអស់ចូលទៅក្នុងដៃស្ដាំរបស់ខ្លួនរាងកាយរបស់គេចាប់ផ្ដើមបញ្ចេញធម្មពលដ៏ខ្លាំងក្លាហើយធម្មពលមួយនេះមានឈ្មោះថា Detro Smash មួយកណ្ដាប់ដៃដ៏ខ្លាំងក្លាបានវាយបំបែក Robot យក្សនោះបានជាចំណែកប៉ុន្តែដោយសារតែរាងកាយខ្លួនមិនអាចទ្រាំទ្រធម្មពល One for All បានឆ្អឹងដៃនិងជើងរបស់មីដូរិយាបានបាក់ភ្លាមគេធ្លាក់ពីលើអាកាសដោយគ្មានកម្លាំងពេលឃើញមីដូរិយាធ្លាក់អូរ៉ារ៉ាកាប្រើធម្មពលរបស់នាងធ្វើឲ្យរាងកាយគេអណ្ដែតមីដូរិយាក៏ត្រូវបានសង្គ្រោះទាន់ពេលការប្រឡងបានបញ្ចប់មីដូរិយាត្រូវបានដឹកទៅព្យាបាលដោយរបួសពេញខ្លួនទោះបីជាគេមិនទទួលបានបន្ទុកនៃការបំផ្លាញ Robot ច្រើនក៏ដោយការលះបង់ដើម្បីជួយអ្នកដទៃបានធ្វើឲ្យអ្នកសង្កេតការណ៍ទាំងអស់ចាប់អារម្មណ៍មីដូរិយាគិតថាខ្លួនឯងប្រកាសជាធ្លាក់ហើយព្រោះមិនសូវបានបន្ទុកពីការវាយប្រហារ Robot នោះទេប៉ុន្តែអ្វីដែលមីដូរិយាមិនទាន់ដឹងនោះគឺអ្នកប្រឡង UA មិនទាន់វាយតម្លៃត្រឹមតែកម្លាំងប៉ុណ្ណោះទេគេក៏អាចវាយតម្លៃលើស្មារតីវីរបុរសផងដែរហើយការសម្រេចចិត្តរត់ទៅជួយអូរ៉ារ៉ាកាអាចជារឿងដែលផ្លាស់ប្ដូរជីវិតគេទាំងស្រុងបន្ទាប់ពីការប្រឡងមីដូរិយាត្រឡប់ទៅផ្ទះដោយអារម្មណ៍សោកសៅគេមិនបានបំផ្លាញ Robot ច្រើននោះទេហើយរបួសក៏ធ្ងន់ថែមទៀតផងរាល់ថ្ងៃមីដូរិយាគិតតែរឿងមួយគត់តើខ្លួនឯងអាចជាប់ដែរឬទេមួយរយៈពេលក្រោយមកសម្បត្តិលទ្ធផលពី UA ក៏បានមកដល់មីដូរិយាភ័យខ្លាំងរហូតដល់ថាមិនហ៊ានបើកវាមើលនៅពេលដែលបើកលទ្ធផលមើលភ្លាមនោះអម៉ៃក៏បានសើចយ៉ាងខ្លាំងដែលធ្វើឲ្យមីដូរិយាភ្ញាក់ផ្អើលមែនទែនអម៉ៃបញ្យល់ថាមីដូរិយាទទួលបានបន្ទុកប្រយុទ្ធស្ទើរតែគ្មានប៉ុន្តែសាលា UA មានប្រព័ន្ធបន្ទុកមួយទៀតដែលហៅថា Recruit Point បន្ទុកនេះផ្ដល់ឲ្យបេក្ខជនដែលមានស្មារតីជាវីរបុរសនិងជួយអ្នកដទៃនៅពេលអូរ៉ារ៉ាកាមានគ្រោះថ្នាក់នៅក្រោមថ្មមីដូរិយាមិនបានគិតពីបន្ទុកឬសុវត្ថិភាពរបស់ខ្លួនឡើយគេគ្រាន់តែចង់ជួយមនុស្សដែលកំពុងជួបគ្រោះថ្នាក់តែប៉ុណ្ណោះនេះហើយជាអ្វីដែលវីរបុរសពិតប្រាកដគួរធ្វើអម៉ៃប្រកាសថាមីដូរិយាទទួលបាន Recruit Point ច្រើនបំផុតក្នុងចំណោមបេក្ខជនទាំងអស់ហើយមីដូរិយាបានជាប់ការប្រឡងចូលសាលា UA High School ភ្លាមនោះមីដូរិយាក៏រំភើបរហូតដល់ស្រក់ទឹកភ្នែកក្តីស្រមៃដែលតាមរកតាំងពីកុមារភាពទីបំផុតបានក្លាយជាការពិតចំណែកម្ដាយរបស់មីដូរិយាវិញនៅពេលដែលដឹងថាកូនប្រុសជាប់សាលា UA ម្ដាយរបស់គេ
ក៏បានស្រក់ទឹកភ្នែកដែរនាងបានឃើញកូនប្រុសរបស់គេខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំថ្ងៃនេះការលំបាកទាំងអស់ក៏ចាប់ផ្ដើមទទួលបានការតបស្នងវិញថ្ងៃចូលរៀនដំបូងក៏បានមកដល់ពេលចូលរៀនថ្ងៃដំបូងមីដូរីយ៉ារំភើបយ៉ាងខ្លាំងនៅក្នុងថ្នាក់គេបានជួបមិត្តភ័ក្តិជាច្រើនសុទ្ធតែមានថាមពលពិសេសនៅក្នុងនោះមានបាគូកុកពូឆាកូអ៊ូរ៉ារ៉ាកានិងលីដាហើយនិងសិស្សជាច្រើនទៀតខណៈពេលសិស្សទាំងអស់កំពុងតែរាប់អានគ្នាបរិសម្នាក់ដែលមើលទៅងួយដេកនិងមិនសូវខ្វល់ពីអ្វីបានដើរចូលមកក្នុងថ្នាក់ហើយលោកគ្រូម្នាក់នេះមានឈ្មោះថាអ៊ីសាវ៉ាឬ Treasure Head អ៊ីសាវ៉ាមិនសូវចូលចិត្តពិធីស្វាគមន៍ឬណែនាំវែងឆ្ងាយឡើយគាត់ប្រាប់ទៅសិស្សទាំងអស់ឲ្យចេញទៅទីលានវឹកហាត់ភ្លាមអ៊ីសាវ៉ាបានប្រាប់សិស្សទាំងអស់ត្រូវប្រកួតសាកល្បងសមត្ថភាពអ្នកដែលទទួលបានចំណាត់ថ្នាក់ចុងក្រោយអាចនឹងត្រូវបណ្តេញចេញពីសាលា UA ភ្លាមសិស្សគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែននិងភ័យខ្លាចយ៉ាងខ្លាំងជាពិសេសមីដូរីយ៉ាដែលមិនទាន់ចេះគ្រប់គ្រងថាមពល One for All បាននៅឡើយសូមឲ្យអាប់រឿងមួយនេះដែរ admin ក៏សូម slash ធំនេះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច like និង subscribe ម្នាក់មួយផងអរគុណដែលទស្សនាវីដេអូមួយនេះហើយ admin ក៏ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អនិងរៀនពូកែទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយមិនដឹងថា microphone របស់ admin កើតជំងឺស្អីនោះទេពេល record ទៅសំឡេងពិបាកស្ដាប់មែនទែនបើភាគទី3នេះអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពិបាកស្ដាប់ឲ្យ admin សណ្ដែកខៀវសុំទោសផងហើយកុំភ្លេចចុច subscribe channel សណ្ដែកខៀវម្នាក់មួយផង admin ជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងរៀនពូកែអញ្ចឹងពេលនេះយើងមកបន្តសាច់រឿងមីដូរីយ៉ាភាគទី3បន្តទៀតបន្ទាប់ពីលោកគ្រូអ៊ីសាវ៉ាសេនសេបានប្រកាសថាសិស្សដែលមានចំណាត់ថ្នាក់ទាបបំផុតអាចត្រូវបណ្តេញចេញពីសាលាភ្លាមសម្រាប់មីដូរីយ៉ាដែលមិនទាន់ចេះគ្រប់គ្រងថាមពល One for All នេះគឺជាបញ្ហាដ៏ធំមួយរបស់គេការសាកល្បងសមត្ថភាពក៏ចាប់ផ្ដើមសិស្សថ្នាក់ 1A ទាំងអស់ត្រូវចូលរួមការសាកល្បងមួយនេះដែលកម្មវិធីសាកល្បងសមត្ថភាពនេះមានជាច្រើនដូចជារត់50ម៉ែត្រលោតចម្ងាយចាប់ដៃកម្លាំងរត់ចម្ងាយឆ្ងាយបោះបាល់ឲ្យឆ្ងាយគោលបំណងរបស់លោកគ្រូអ៊ីសាវ៉ាសេនសេគឺវាស់សមត្ថភាពពិតរបស់សិស្សម្នាក់បាកគុកនៅតែបង្ហាញថាគេគឺជាសិស្សខ្លាំងម្នាក់នៅក្នុងថ្នាក់ពេលបោះបាល់គេប្រើថាមពលផ្ទុះរបស់ខ្លួនធ្វើឲ្យបាល់ហោះទៅឆ្ងាយបានចម្ងាយជាង700ម៉ែត្រសិស្សជាច្រើនគឺភ្ញាក់ផ្អើលនឹងកម្លាំងរបស់គេមែនទែនខណៈពេលដែលសាកល្បងបន្តមីដូរីយ៉ានៅតែបារម្ភប្រើសិនគេប្រើថាមពល One for All ពេញកម្លាំងឆ្អឹងរបស់គេនឹងបាក់ម្ដងទៀតប៉ុន្តែបើមិនប្រើទេគេនឹងទទួលបានបន្ទុកទៀតហើយនឹងអាចត្រូវបណ្តេញចេញពីសាលាភ្លាមទីបំផុតដល់វេនគេបោះបាល់អ៊ីសាវ៉ាប្រាប់មីដូរីយ៉ាថាបើមីដូរីយ៉ាមិនប្រើថាមពលរបស់គេទេមីដូរីយ៉ាគ្មានសិទ្ធិខ្លាចជាវីរបុរសឡើយដែលពាក្យនេះហើយធ្វើឲ្យមីដូរីយ៉ាមានសម្ពាធមួយកម្រិតទៀតប៉ុន្តែមីដូរីយ៉ាក៏ចាប់ផ្ដើមគិតយ៉ាងលឿនការប្រឡងចូលសាលា UA គេប្រើថាមពលលើដៃហើយធ្វើឲ្យបាក់ដៃប៉ុន្តែពេលនេះបើគេចង់ខ្លាចជាវីរបុរសគេត្រូវរៀនប្រើថាមពលដល់ឆ្លាតវៃជាងមុននៅវិនាទីចុងក្រោយមីដូរីយ៉ាសម្រេចប្រមូលថាមពល One for All ចូលម្រាមដៃតែមួយមីដូរីយ៉ាបោះបាល់ឡើងលើអាកាសបន្ទាប់មកគេប្រើថាមពល One for All លើម្រាមដៃកូនរលកខ្យល់ដ៏ខ្លាំងបានផ្ទុះចេញបាល់ហោះទៅឆ្ងាយជាង700ម៉ែត្រប៉ុន្តែរាងកាយរបស់គេវិញគឺមានតែម្រាមដៃមួយប៉ុណ្ណោះដែលបាក់នេះគឺជាលើកដំបូងដែលមីដូរីយ៉ាប្រើថាមពល One for All ដោយមិនបំផ្លាញរាងកាយគេទាំងមូលក្រោយការសាកល្បងចប់អ៊ីសាវ៉ាសេនសេបង្ហាញលទ្ធផលចំណាត់ថ្នាក់មីដូរីយ៉ាស្ថិតនៅលេខ20ដែលជាចំណាត់ថ្នាក់ចុងក្រោយសិស្សទាំងអស់គិតថាគេនឹងត្រូវបណ្តេញចេញប៉ុន្តែអ៊ីសាវ៉ាសេនសេប្រាប់ថារឿងបណ្តេញចេញគ្រាន់តែជាការសាកល្បងផ្លូវចិត្តតែប៉ុណ្ណោះគាត់ចង់ដឹងថាសិស្សណាដែលអាចប្រឹងប្រែងក្រោមសម្ពាធមួយនេះទោះបីជាមីដូរីយ៉ាជាប់លេខចុងក្រោយគេក៏ដោយមីដូរីយ៉ាបង្ហាញថាគេអាចរកវិធីដែលប្រើថាមពលរបស់ខ្លួនបាននេះបានធ្វើឲ្យអ៊ីសាវ៉ាសេនសេចាប់អារម្មណ៍លើសក្តានុពលរបស់គេចំណែកបាកូកុកវិញក៏ចាប់ផ្ដើមដឹងថាមីដូរីយ៉ាមិនមែនជាក្មេងខ្សោយដូចមុនទៀតឡើយមីដូរីយ៉ាបានរួចផុតពីការបណ្តេញចេញពីសាលាបន្ទាប់ពីឆ្លងកាត់ការសាកល្បងដ៏លំបាករបស់អ៊ីសាវ៉ាសេនសេសិស្សថ្នាក់ 1A ទីបំផុតបានចាប់ផ្ដើមមេរៀនវីរបុរសពិតប្រាកដប៉ុន្តែសម្រាប់មីដូរីយ៉ាបញ្ហាធំបំផុតមិនមែនជាមេរៀននោះទេគឺជាការតម្រូវឲ្យប្រឈមមុខជាមួយបាកូកុកម្ដងទៀតមិត្តកុមារភាពដែលធ្លាប់មើងងាយគេនិងធ្វើបាបគេអស់ជាច្រើនឆ្នាំនៅថ្ងៃនេះអម៉ៃបានចូលមកបង្រៀនថ្នាក់ដោយផ្ទាល់សិស្សទាំងអស់រំភើបខ្លាំងព្រោះវីរបុរសលេខ1ចូលមកបង្រៀនពួកគេហើយមេរៀនសម្រាប់ថ្ងៃនេះគឺ Hero vs Villain Battle Training សិស្សទាំងអស់មកទទួលឈុតវីរបុរសដែលពួកគេបានរចនាដោយខ្លួនឯងមីដូរីយ៉ាពាក់ឈុតបៃតងដែលទទួលការផុសគំនិតពីអម៉ៃអូរ៉ារ៉ាកានិងលីដាមើលទៅដូចជាវីរបុរសពិតៗផងដែរអម៉ៃចាប់ផ្ដើមចាប់ឆ្នោតបែងចែកជាក្រុមចំណែកឯក្រុម Villain វិញគឺមានបាកូកុកនិងលីដាបេសកកម្មរបស់ Hero គឺស្វែងរកនិងការពារគ្រាប់បែកនៅក្នុងអគារចំណែកឯ
ដែលក្រុមវេលានវិញត្រូវការពារពីការវាយលុកនៅពេលដឹងថាត្រូវប្រយុទ្ធជាមួយមីដូរីយ៉ាបាកូកុកខឹងយ៉ាងខ្លាំងគេមិនយល់ថាហេតុអ្វីបានជាមីដូរីយ៉ាដែលក្មេងធ្លាប់គ្មានធម៌ពលសោះអាចចូលរៀនសាលា UA បានគេជឿថាមីដូរីយ៉ាកំពុងលាក់អ្វីមួយពីគេមីដូរីយ៉ានិងអូរ៉ារ៉ាកាចូលទៅក្នុងអាគារមីដូរីយ៉ាដឹងថាបាកូកុកនឹងតាមប្រមាញ់គេជាមុនដោយដែលបានគិតពិតមែនបាកូកុកបានវាយប្រហារភ្លាមៗដោយមិនស្ទាក់ស្ទើរការផ្ទុះដ៏ខ្លាំងបានបំផ្លាញជញ្ជាំងជុំវិញបាកូកុកបញ្ចេញកំហឹងដែលសន្សំទុកជាច្រើនឆ្នាំគេបន្តវាយមីដូរីយ៉ាម្ដងហើយម្ដងទៀតប៉ុន្តែមីដូរីយ៉ាមិនដូចការពីក្មេងកុមារភាពទេជំនួសឲ្យពីការភ័យខ្លាចគេបានព្យាយាមគេចពីស្គីរបស់បាកូកុកដោយដែលធ្លាប់សិក្សាពីវីរបុរសកន្លងមកមីដូរីយ៉ារកឃើញច្រឡោះប្រហោងក្នុងការវាយប្រហារបាកូកុកគេប្រមូលធម្មពល One for All ចូលទៅក្នុងដៃរបស់ខ្លួនហើយក៏បានវាយទៅបាកូកុកយ៉ាងខ្លាំងរលកខ្យល់ដ៏ខ្លាំងបានផ្ទុះពេញអាគារបាកូកុកភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនេះមិនមែនជាកម្លាំងដែលគេធ្លាប់ស្គាល់មីដូរីយ៉ាឡើយប៉ុន្តែដោយធម្មតាដៃរបស់មីដូរីយ៉ាក៏របួសធ្ងន់ម្ដងទៀតខណៈមីដូរីយ៉ាតាក់ទាញបាកូកុកឲ្យរវល់អូរ៉ារ៉ាកាបានលួចឡើងទៅជាន់ខាងលើនាងប្រឈមគ្នាជាមួយនឹងលីដាដែលកំពុងការពារគ្រាប់បែកអូរ៉ារ៉ាកាប្រើធម៌ពលរបស់នាងដោយឆ្លាតវៃដើម្បីគេចពីលីដានិងទៅប៉ះគ្រាប់បែកបានយ៉ាងជោគជ័យនៅពេលអូរ៉ារ៉ាកាប៉ះគ្រាប់បែកអមម៉ៃប្រកាសថាក្រុមហេរ៉ូជាអ្នកឈ្នះមីដូរីយ៉ានិងអូរ៉ារ៉ាកាបានបំពេញបេសកកម្មដោយជោគជ័យបន្ទាប់ពីការប្រកួតរួចបាកូកុកមិនអាចទទួលយកលទ្ធផលបាននោះទេគេសង្កេតឃើញថាមីដូរីយ៉ាមានធម៌ពលដ៏ខ្លាំងមិនធម្មតាសំណួរក៏ចាប់ផ្ដើមចូលទៅក្នុងចិត្តរបស់គេតើមីដូរីយ៉ាទទួលធម៌ពលនេះបានមកពីណាបន្ទាប់ពីការប្រកួតវីលានជាមួយហេរ៉ូបានបញ្ចប់បាកូកុកមិនអាចទទួលយកលទ្ធផលបរាជ័យរបស់ខ្លួនបានឡើយក្មេងប្រុសដែលគេធ្លាប់មើលងាយអស់ជាច្រើនឆ្នាំឥឡូវនេះកំពុងដើរតាមផ្លូវដូចគ្នាជាមួយគេបន្ទាប់ពីការប្រកួតចប់អមម៉ៃនិងអ៊ីសាវ៉ាសេនសេបានវិភាគការសម្ដែងរបស់សិស្សទាំងអស់ពួកគេសរសើរមីដូរីយ៉ាដែលគិតផែនការនិងសហការជាមួយគ្នាជាមួយនឹងអូរ៉ារ៉ាកាបានល្អប៉ុន្តែមីដូរីយ៉ានៅតែមានបញ្ហាដ៏ធំមួយគឺការប្រើធម៌ពល One for All នៅពេលដែលគេប្រើធម៌ពលនោះនឹងបំផ្លាញរាងកាយរបស់គេចំណែកបាកូកុកវិញគេនៅតែខឹងនឹងលទ្ធផលគេជឿថាខ្លួនឯងខ្លាំងជាងមីដូរីយ៉ាគ្រប់ពេលការដែលមីដូរីយ៉ាអាចប្រឈមគ្នាជាមួយគេបានធ្វើឲ្យគេមិនសប្បាយចិត្តទាល់តែសោះបាកូកុកចាប់ផ្ដើមមានអារម្មណ៍ថាមីដូរីយ៉ាកំពុងតាមចិត្តមកដល់គេបាកូកុកចាប់ផ្ដើមមានអារម្មណ៍ថាសមត្ថភាពរបស់មីដូរីយ៉ាកំពុងមកក្បែរខ្លួនអម៉ៃបន្តមេរៀនដោយឲ្យសិស្សក្រុមផ្សេងៗប្រកួតគ្នាមីដូរីយ៉ាអង្គុយមើលនិងរៀនពីវិធីប្រើធម៌ពលរបស់មិត្តរួមថ្នាក់ម្នាក់ៗគេកត់ចំណាំចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេដូចជាទម្លាប់ដែលគេធ្វើការនៅពីក្មេងក្នុងចំណោមសិស្សទាំងអស់មនុស្សដែលតាក់ទាញជាងគេគឺតូដូរ៉ូគីគេអាចប្រើតកកដ៏ធំសម្បើមដើម្បីគ្របដណ្ដប់អាគារទាំងមូលក្នុងពេលតែមួយមីដូរីយ៉ាក៏ចាប់អារម្មណ៍ដែរសិស្សជាច្រើនបានស្រឡាំងកាំងនឹងធម៌ពលរបស់គេមីដូរីយ៉ាក៏ចាប់អារម្មណ៍ដែរតូដូរ៉ូគីហាក់ដូចជាស្ថិតនៅកម្រិតខ្ពស់ជាងសិស្សធម្មតាក្រោយការប្រកួតមីដូរីយ៉ាទៅព្យាបាលរបួសដៃម្ដងទៀតនៅទីនោះគេបានជួប Recover Girl ដែលជាអ្នកព្យាបាលរបស់សាលា UA នាងប្រាំមីដូរីយ៉ាថាបើគេបំផ្លាញរាងកាយរបស់ខ្លួនបែបនេះរបួសអាចជាបញ្ហាអចិន្ត្រៃយ៍នៅថ្ងៃមុខពាក្យនេះធ្វើឲ្យមីដូរីយ៉ាដឹងថាគេត្រូវរកវិធីដើម្បីប្រើធម៌ពល One for All ឲ្យមានប្រសិទ្ធភាពជាងមុនតូដូរ៉ូគីបានដើរមករកមីដូរីយ៉ាដោយផ្ទាល់គេក៏បាននិយាយថាគេគិតថាមីដូរីយ៉ាជាមនុស្សម្នាក់ដែលត្រូវប្រុងប្រយ័ត្នមីដូរីយ៉ាភ្ញាក់ផ្អើលមែនទែនព្រោះសិស្សដែលមានធម៌ពលខ្លាំងបំផុតម្នាក់ក្នុងថ្នាក់កំពុងទទួលស្គាល់សមត្ថភាពរបស់គេខណៈដែលមីដូរីយ៉ានិងមិត្តរួមថ្នាក់កំពុងរៀនខ្លាចជាវីរបុរសពួកគេមិនបានដឹងឡើយថាគ្រោះថ្នាក់ពិតប្រាកដកំពុងខិតជិតមកដល់ថ្ងៃដែលវឹកហាត់ធម្មតាបានคล้ายទៅជាថ្ងៃដែលអាក្រក់បំផុតព្រោះថ្ងៃនោះពួកគេត្រូវប្រឈមជាមួយនឹងវេលានពិតៗជាលើកដំបូងអ៊ីសាវ៉ាសេនសេបានដឹកនាំសិស្សថ្នាក់ 1A ទៅកន្លែងវឹកហាត់ដែលមានឈ្មោះថា USJ នៅទីនោះបានបង្កើតឡើងសម្រាប់បង្រៀនវិធីសង្គ្រោះមនុស្សក្នុងគ្រោះថ្នាក់ផ្សេងៗនៅទីនោះពួកគេបានជួបវីរបុរសសង្គ្រោះដ៏ល្បីម្នាក់មានឈ្មោះថា Sertin ដែលកំពុងត្រៀមបង្រៀនមេរៀនថ្មីដល់ពួកគេខណៈមេរៀនកំពុងចាប់ផ្ដើមស្រាប់តែមានពពកខ្មៅអាថ៌កំបាំងលេចឡើងនៅកណ្ដាល USJ ដំបូងសិស្សគិតថាវាជាផ្នែកមួយនៃការវឹកហាត់ប៉ុណ្ណោះប៉ុន្តែអ៊ីសាវ៉ាសេនសេបានដឹងភ្លាមថាប្រកាសជាមានរឿងមិនល្អកើតឡើងជាមិនខាននៅក្នុងពពកខ្មៅនោះវាលានរាប់សិបនាក់បានបង្ហាញខ្លួនមកហើយមេដឹកនាំរបស់ពួកគេមានឈ្មោះថាតូមូរ៉ានិងគូរ៉ូជីរីតូមូរ៉ាបាននិយាយថាគោលដៅរបស់ពួកគេគឺសម្លាប់អម៉ៃសិស្សទាំងអស់បានស្រឡាំងកាំងព្រោះនេះមិនមែនជាការវឹកហាត់ទៀតទេដោយដឹងថាសិស្សរបស់ខ្លួនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់អ៊ីសាវ៉ាសេនសេបានសម្រេចចិត្តប្រយុទ្ធតែម្នាក់ឯងគាត់លោតចូលកណ្ដាលក្រុមវេលាន
រាប់សិបនាក់ដោយគ្មានការភ័យខ្លាចដោយប្រើថាមពលរបស់គាត់ទប់ស្កាត់វេលានជាច្រើនអ្នកក្នុងពេលតែមួយមីដូរីយ៉ានិងសិស្សផ្សេងៗភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់គ្រូរបស់ពួកគេប៉ុន្តែកូរូជីរីមានថាមពលបង្កើត portal គេបានប្រើថាមពល portal បំបីសិស្សថ្នាក់ 1A ទៅតំបន់ផ្សេងៗក្នុង USJ មីដូរីយ៉ាត្រូវបញ្ជូនទៅតំបន់នគរជាមួយនឹងស៊ុយនិងមីណូរូពួកគេបានធ្លាក់ក្នុងបឹងដ៏ធំមួយដែលពោពេញទៅដោយវេលាននៅពេលធ្លាក់ចូលទៅក្នុងទឹកមីដូរីយ៉ាស្ទើរតែត្រូវវេលានចាប់បានប៉ុន្តែស៊ុយប្រើអណ្ដាតរបស់នាងទាញគេចេញពីគ្រោះថ្នាក់ភ្លាមៗស្ថានភាពកាន់តែអាក្រក់ព្រោះវេលានកំពុងនៅជុំពួកគេគ្រប់ទិសទោះបីជាស្ថិតនៅក្នុងគ្រោះថ្នាក់មីដូរីយ៉ាមិនភ័យស្លន់ស្លោទេគេចាប់ផ្ដើមវិភាគស្ថានភាពនិងរៀបចំផែនការនៃការរួចគេចខ្លួនចំណែកឯស៊ុយនិងមីណូរូក៏សម្រេចចិត្តទុកចិត្តមីដូរីយ៉ាលើគំនិតរបស់គេនេះគឺជាលើកដំបូងដែលមីដូរីយ៉ាបង្ហាញសមត្ថភាពដឹកនាំពិតប្រាកដមីដូរីយ៉ាពិភាក្សាស្ថានភាពយ៉ាងលឿនគេដឹងថាបើប្រយុទ្ធដោយផ្ទាល់គេមិនមានឱកាសឈ្នះនោះទេដូច្នេះមីដូរីយ៉ាប្រើថាមពល One for All លើម្រាមដៃរបស់គេមីដូរីយ៉ាវាយផ្ទាំងទឹកដោយកម្លាំងដ៏ខ្ពស់រលកទឹកដោយធំបានផ្ទុះឡើងនិងបោកវេលានទាំងអស់ឲ្យបាត់បង់ការគ្រប់គ្រងស៊ុយនិងមីណូរូបានប្រើឱកាសនេះដើម្បីរត់គេចខ្លួនចេញពីតំបន់នគរដោយជោគជ័យទោះបីម្រាមដៃរបស់មីដូរីយ៉ាបាក់ម្ដងទៀតក៏ដោយផែនការរបស់គេបានជួយសង្គ្រោះនិងមិត្តរួមក្រុមផ្សេងៗចំណែកអ៊ីសាវ៉ាសេនសេវិញនៅតែបន្តប្រយុទ្ធប្រឆាំងជាមួយនឹងវេលានរាប់សិបនាក់ទោះបីគាត់ជំនាញប្រយុទ្ធយ៉ាងណាក៏ដោយគាត់ប្រើថាមពលប្រយុទ្ធយ៉ាងអស្ចារ្យបង្ការទៅម្នាក់ហើយម្នាក់ទៀតចំនួនសត្រូវច្រើនពេករាងកាយរបស់គាត់ចាប់ផ្ដើមអស់កម្លាំងបន្តិចម្ដងតូមូរ៉ាមើលឃើញថាវេលានធម្មតាមិនអាចយកឈ្នះអ៊ីសាវ៉ាសេនសេបាននោះទេដូច្នេះគេបានបញ្ចេញសត្វចម្លែកដ៏ធំមួយសត្វនោះមានឈ្មោះថាណូមូមិនមែនជាមនុស្សធម្មតាទេវាគឺជាសត្វចម្លែកដែលត្រូវបានគេកែប្រែរាងកាយនិងបង្កើតឡើងដើម្បីប្រយុទ្ធជាមួយនឹងអមៃវាមានកម្លាំងមិនធម្មតាល្បឿននិងសមត្ថភាពនិងការប្រយុទ្ធខ្ពស់តូមូរ៉ាជឿថាណូមូអាចសម្លាប់អមៃបានចំណែកអ៊ីសាវ៉ាសេនសេវិញប្រើថាមពលលុបថាមពលលើណូមូប៉ុន្តែគាត់ភ្ញាក់ផ្អើលមែនទែនព្រោះណូមូនៅតែមានកម្លាំងរាងកាយដ៏អស្ចារ្យទោះបីជាលុបថាមពលក៏ដោយណូមូវាយប្រហារយ៉ាងសាហាវមិនយូរប៉ុន្មានអ៊ីសាវ៉ាសេនសេរងរបួសយ៉ាងធ្ងន់មីដូរីយ៉ាស៊ុយនិងមីណូរូត្រឡប់មក USJ វិញនៅទីនោះពួកគេបានឃើញសេនសេទៅរបួសយ៉ាងខ្លាំងមីដូរីយ៉ាខឹងនឹងតក់ស្លុតយ៉ាងខ្លាំងប៉ុន្តែគេដឹងថាបើរត់ចូលប្រយុទ្ធដោយមិនបានគិតគេអាចនឹងត្រូវសម្លាប់ភ្លាមខណៈពេលដែលពួកគេត្រៀមនឹងបញ្ចប់ជីវិតរបស់អ៊ីសាវ៉ាសេនសេស្រាប់តែមានសម្លេងមួយបន្លឺឡើងដែលសម្លេងមួយនោះសិស្សទាំងអស់គឺស្គាល់ច្បាស់មែនទែនវាគឺជាអមៃបានមកដល់ USJ ហើយនៅពេលដែលឃើញអមៃមកសិស្សទាំងអស់គឺមានសង្ឃឹមឡើងវិញប៉ុន្តែវាលៀនទាំងអស់មិនបានភ័យខ្លាចឡើយព្រោះគេបានរៀបចំណូមូទុកជាស្រេចដើម្បីប្រយុទ្ធជាមួយនឹងអមៃរួចជាស្រេចទៅហើយតែអមៃអាចយកឈ្នះណូមូបានដែរឬទេអញ្ចឹងមានតែចាំមើលភាគក្រោយទាំងអស់គ្នាសម្រាប់រឿងមីដូរីយ៉ាភាគទី3 admin ក៏សូម slash ធំនេះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច like និង subscribe អ្នកមួយផង admin ក៏ជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងរៀនពូកែយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយadmin សណ្ដែកខៀវកំពុងនិយាយពេលនេះយើងមកបន្តទស្សនារឿងមីដូរីយ៉ាបន្តទៀតកុំភ្លេចចុច like និង subscribe ម្នាក់មួយផង admin សណ្ដែកខៀវជូនពរឲ្យអ្នកទាំងអស់គ្នារៀនពូកែនិងសុខភាពល្អនៅពេលដែលគ្រប់គ្នាចិត្តអស់សង្ឃឹមវីរៈបរិះលេខ1ក៏បានមកដល់នោះគឺជាអលម៉ៃប៉ុន្តែលើកនេះសត្រូវរបស់គាត់មិនមែនជាវីលានធម្មតានោះទេវាគឺជាណូមូសត្វចម្លែកដែលត្រូវបង្កើតឡើងដោយពិសេសដើម្បីសម្លាប់អលម៉ៃនៅពេលដែលឃើញអលម៉ៃមកដល់សិស្សទាំងអស់មានអារម្មណ៍ថាសុវត្ថិភាពឡើងវិញអលម៉ៃប្រញាប់ទៅជួយអ៊ីសាវ៉ាសេនសេដែលរបួសធ្ងន់បន្ទាប់មកគាត់ត្រូវប្រឈមមុខគ្នាជាមួយនឹងតូមូរ៉ានិងណូមូតូមូរ៉ាប្រាប់ថាគេដឹងពីភាពទន់ខ្សោយរបស់អលម៉ៃដោយសារតែរបួសចាស់អមៃមិនអាចរក្សាទម្រង់វរៈបរោះបានដូចមុនយូរទៀតឡើយដូច្នេះហើយណូមូត្រូវបានបង្កើតឡើងដើម្បីទាញយកអត្ថប្រយោជន៍ពីចំណុចនេះការប្រយុទ្ធក៏ចាប់ផ្ដើមភ្លាមអមៃវាយណូមូដោយកំដាប់ដៃយ៉ាងខ្លាំងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺណូមូមិនដួលឡើយវាទទួលយកការវាយប្រហារទាំងអស់ហាក់ដូចជាគ្មានអ្វីកើតឡើងតូមូរ៉ាសើចហើយបញ្យល់ថាណូមូមានសមត្ថភាពអាចស្រូបយកការប៉ះទង្គិចបានណូមូចាប់ផ្ដើមវាយតបតទៅអមៃវិញវាមានល្បឿនលឿននិងកម្លាំងប្រហាក់ប្រហែលអមៃនេះគឺជាលើកដំបូងដែលសិស្សថ្នាក់ 1A បានឃើញអមៃត្រូវសត្រូវវាយឡើងដកថយមីដូរីយ៉ាគឺភ័យខ្លាំងព្រោះគាត់តែងតែគិតថាអមៃមិនដែលចាញ់នរណាម្នាក់ឡើយនៅពេលដែលឃើញតូមូរ៉ាព្យាយាមទៅវាយប្រហារអ៊ីសាវ៉ាសេនសេនិងសិស្សផ្សេងទៀតមីដូរីយ៉ាមិនអាចឈរមើលបាននោះទេគេរត់ចូលទៅជួយទោះបីជាដឹងថាខ្លួនឯងខ្សោយជាងសត្រូវច្រើនដងក៏ដោយប៉ុន្តែសំណាងល្អមានមិត្តរួមថ្នាក់ជាច្រើនជួយគាំទ្រគេ
ខណៈការប្រយុទ្ធបន្តអម៉ៃចាប់ផ្ដើមដឹងថាពេលវេលារបស់គាត់កំពុងអស់ហើយណូមូអាចស្រូបយកការវាយប្រហារបានប៉ុន្តែវាក៏មានដែនកំណត់ផងដែរដូច្នេះអម៉ៃសម្រេចបញ្ចេញកម្លាំងទាំងអស់ដែលនៅសល់គាត់ចាប់ផ្ដើមវាយណូមូម្ដងហើយម្ដងទៀតដោយល្បឿនដ៏លឿនណូមូត្រូវកំដាប់ដៃរាប់រយដងក្នុងរយៈពេលដ៏ខ្លីអម៉ៃស្រែកពាក្យដ៏ល្បីរបស់គាត់ថា Plus Ultraជាមួយនឹងកម្ដាប់ដៃចុងក្រោយដ៏ខ្លាំងបំផុតណូមូត្រូវបានហោះចេញពី USJ ទៅកន្លែងឆ្ងាយទីបំផុតវាត្រូវបានបរាជ័យតូមូរ៉ាមិនជឿដែលអ្វីខ្លួនឯងបានឃើញនោះទេណូមូដែលត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះដើម្បីសម្លាប់អលម៉ៃបែរជាចាញ់ទៅវិញគេដឹងថាផែនការរបស់ខ្លួនកំពុងបរាជ័យទោះបីជាអលម៉ៃឈ្នះក៏ដោយមីដូរីយ៉ាសង្កេតឃើញអ្វីមួយគ្រូរបស់គេហាក់ដូចជាអស់កម្លាំងខ្លាំងជាងធម្មតាការប្រយុទ្ធនេះបង្ហាញថាសូម្បីតែវរៈរបស់លេខ1ក៏មានដែនកំណត់ដែរហើយសត្រូវថ្មីដែលកាន់តែគ្រោះថ្នាក់កំពុងចាប់ផ្ដើមលេចឡើងបន្ទាប់ពីការប្រយុទ្ធដ៏កក្រើករវាងអម៉ៃនិងណូមូទីបំផុតវាលៀនហាក់ដូចជាត្រូវបរាជ័យប៉ុន្តែសម្រាប់មីដូរីយ៉ាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺមិនមែនជាជ័យជំនះនោះទេវាគឺជាការពិតអំពីអម៉ៃដែលគ្មាននរណាម្នាក់ដឹងបន្ទាប់ពីណូមូចាញ់តូមូរ៉ាបានខឹងយ៉ាងខ្លាំងគេមិនអាចទទួលយកការបរាជ័យបានឡើយដូច្នោះគេព្យាយាមរត់ទៅវាយប្រហារអម៉ៃដោយផ្ទាល់ថាមពលរបស់តូមូរ៉ាអាចបំផ្លាញអ្វីៗដែលគេប៉ះដោយម្រាមដៃទាំង5សូម្បីតែវរៈបរោះក៏អាចនឹងស្លាប់ភ្លាមៗដែរនៅពេលតូមូរ៉ាត្រៀមវាយអលម៉ៃមីដូរីយ៉ាអាស៊ុយនិងមីណូរូបានចូលមកជួយរារាំងគេទោះបីជាពួកគេជាសិស្សក៏ដោយពួកគេមិនខ្លាចប្រឈមមុខនឹងវាលៀនឡើយនេះបានធ្វើឲ្យអលម៉ៃមានមោទនភាពយ៉ាងខ្លាំងខណៈពេលកំពុងតានតឹងវរៈបរោះអាជីពជាច្រើនក៏បានមកដល់ USJ ដែរពួកគេបានឡោមព័ទ្ធវាលៀនទាំងអស់ឃើញថាគ្មានឱកាសឈ្នះនោះទេកូរូជីរីប្រើផូថូរបស់គេដើម្បីជួយតូមូរ៉ាដើម្បីរត់គេចខ្លួនទោះបីជាយ៉ាងណាក៏ដោយណូមូត្រូវបានចាប់ខ្លួនដោយវរៈបរោះបន្ទាប់ពីវាលៀនដកថយសិស្សថ្នាក់ 1A ទាំងអស់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពអ្នកខ្លះរងរបួសស្រាលអ្នកខ្លះទៀតនឹងនឿយហត់ពីការប្រយុទ្ធប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់អាចបាត់បង់ជីវិតនោះទេក្រោយព្រឹត្តិការណ៍បញ្ចប់មីដូរីយ៉ាចាប់ផ្ដើមគិតអំពីអ្វីដែលគេបានឃើញក្នុងការប្រយុទ្ធជាមួយណូមូអម៉ៃមើលទៅអស់កម្លាំងខ្លាំងណាស់ក្រោយមកមីដូរីយ៉ាបានជួបអលម៉ៃដោយផ្ទាល់អលម៉ៃបង្ហាញការពិតថារបួសធ្ងន់ដែលគាត់ទទួលបានពីអតីតកាលកំពុងធ្វើឲ្យរាងកាយរបស់គាត់ចុះខ្សោយដល់រាល់ថ្ងៃដូច្នោះគាត់មិនអាចរក្សាទម្រង់វរៈបរោះបានយូរទៀតឡើយហេតុផលនេះហើយដែលគាត់ជ្រើសរើសមីដូរីយ៉ាឲ្យក្លាយជាអ្នកស្នងតំណែងពេលឮរឿងនេះមីដូរីយ៉ាមានអារម្មណ៍ថាភ្ញាក់ផ្អើលនិងសោកស្ដាយគេដឹងថា One for All មិនមែនគ្រាន់តែជាថាមពលធម្មតានោះទេវាគឺជាក្តីសង្ឃឹមរបស់មនុស្សជាច្រើនហើយនៅថ្ងៃមួយគេនឹងក្លាយជាមនុស្សដែលបន្តតំណែងពីអម៉ៃព្រឹត្តិការណ៍ USJ បានបង្ហាញឲ្យសិស្សដឹងទាំងអស់ថាពិភពវរៈបរោះមិនមែនជាភាពល្បីល្បាញនិងកោតសរសើរនោះទេវាក៏ពោរពេញដោយគ្រោះថ្នាក់និងវាលៀនសាហាវផងដែរសម្រាប់មីដូរីយ៉ាដំណើររបស់គេទើបតែចាប់ផ្ដើមប៉ុណ្ណោះពីក្មេងប្រុសដែលគ្មានថាមពលម្នាក់គេកំពុងបោះជំហានទៅរកក្លាយជាវរៈបរោះដ៏អស្ចារ្យបំផុតក្នុងពិភពលោកបន្ទាប់ពីរួចផុតពីការវាយប្រហាររបស់វាលៀននៅ USJ សិស្សថ្នាក់ 1A គិតថាពួកគេនឹងបានសម្រាកបន្តិចប៉ុន្តែផ្ទុយទៅវិញព្រឹត្តិការណ៍ដ៏ធំរបស់សាលា UA កំពុងខិតជិតមកដល់ហើយព្រឹត្តិការណ៍របស់សាលាដែលមានអ្នកទស្សនារាប់លាននាក់និងជាកន្លែងដែលវរៈបរោះអាជីពទាំងអស់កំពុងសម្លឹងមើលវាគឺជាកម្មវិធី UA Sport Festival ក្រោយការវាយប្រហាររបស់វាលៀនសន្តិសុខនៅ UA ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងសិស្សជាច្រើនមានអារម្មណ៍ថាភ័យខ្លាចប៉ុន្តែគ្រូបង្រៀនវិញជឿថាការបន្តទៅមុខគឺសំខាន់ជាងការរស់នៅក្នុងភាពភ័យខ្លាចអ៊ីសាវ៉ាសេនសេដែលទើបតែជាពីរបួសបានប្រកាសថា UA Sport Festival នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះព្រឹត្តិការណ៍នេះមានភាពល្បីល្បាញយ៉ាងខ្លាំងរហូតមានមនុស្សជាច្រើនចាត់ទុកវាជាការជំនួសការប្រកួតកីឡាជាតិទៅទៀតវីរៈបរោះអាជីពនិងភ្នាក់ងារជាច្រើននឹងមកមើលដើម្បីស្វែងរកទេពកោសល្យថ្មីពេលឮដំណឹងនេះសិស្សក្នុងថ្នាក់ 1A រំភើបយ៉ាងខ្លាំងអ្នកខ្លះចង់បង្ហាញសមត្ថភាពអ្នកខ្លះចង់ល្បីឈ្មោះអ្នកខ្លះចង់ទាក់ទាញចំណាប់អារម្មណ៍ពីវរៈបរោះអាជីពចំណែកមីដូរីយ៉ាវិញគេចង់ប្រើឱកាសនេះដើម្បីឲ្យបង្ហាញខ្លួនថានឹងសមឲ្យក្លាយជាអ្នកស្នងតំណែងរបស់អម៉ៃតូដូរូគីបានដើរមករកមីដូរីយ៉ាគេនិយាយដោយទឹកមុខត្រជាក់ថារូបគេខ្លាំងជាងមីដូរីយ៉ាហើយតូដូរូគីនឹងអាចឈ្នះព្រឹត្តិការណ៍នេះមីដូរីយ៉ាគឺភ្ញាក់ផ្អើលប៉ុន្តែក៏យល់ថាតូដូរូគីកំពុងចាត់ទុកគេជាការប្រកួតប្រជែងពិតប្រាកដនៅថ្ងៃបើក UA Sport Festival កីឡាដ្ឋានដ៏ធំពោរពេញដោយអ្នកទស្សនាសិស្សមកពីថ្នាក់និងផ្នែកផ្សេងៗ
ទាំងអស់ត្រូវប្រមូលផ្ដុំគ្នាសូម្បីតែវីរបុរសអាជីពជាច្រើនកំពុងមើលផងដែរតំណាងសិស្សត្រូវឡើងថ្លែងសន្ទរកថាដើម្បីបើកកម្មវិធីហើយអ្នកដែលបានត្រូវជ្រើសរើសនោះគឺបាកកុកប៉ុន្តែជំនួសឲ្យការនិយាយល្អៗបាកកុកបែរជាប្រកាសនៅមុខមនុស្សគ្រប់គ្នាថាគេនឹងឈ្នះមនុស្សគ្រប់គ្នាសិស្សទាំងអស់បានខឹងនិងចាត់ទុកបាកកុកជាភាពឆ្លើយមួយភ្លាមនោះការប្រកួតដំបូងត្រូវបានប្រកាសវាគឺជា Obstacle Race ការប្រណាំងឆ្លងកាត់ឧបសគ្គដ៏គ្រោះថ្នាក់ជាច្រើនសិស្សទាំងអស់ត្រូវប្រកួតប្រជែងដើម្បីទទួលបានចំណាត់ថ្នាក់ល្អសញ្ញាប្រកួតក៏ចាប់ផ្ដើមបន្លឺឡើងសិស្សរាប់រយនាក់រត់ចេញក្នុងពេលតែមួយមីដូរីយ៉ាបាកកុកនិងតូដូរ៉ូគីនិងអ្នកដទៃទៀតកំពុងឆ្ពោះទៅរកការប្រកួតប្រជែងដ៏ស្វិតស្វាញការប្រកួត UA Sport Festival បានចាប់ផ្ដើមជាផ្លូវការសិស្សជាង100នាក់កំពុងរត់ប្រណាំងគ្នាដើម្បីឈានទៅវគ្គបន្ទាប់ប៉ុន្តែឧបសគ្គនៅខាងមុខមិនមែនជាការរត់ធម្មតានោះទេវាគឺជាការលោតអន្ទាក់ដ៏គ្រោះថ្នាក់ដែលអាចធ្វើឲ្យសិស្សជាច្រើនបានធ្លាក់ចេញពីការប្រកួតភ្លាមក្រោយសញ្ញាបន្លឺឡើងសិស្សទាំងអស់ចាប់ផ្ដើមរត់សម្រុកចេញពីច្រកទ្វារមួយដ៏តូចមនុស្សរាប់រយនាក់ក៏កកុញជាមួយគ្នានៅពេលដែលតូដូរ៉ូគីប្រើថាមពលតករបស់គេភ្លាមទឹកកកដ៏ធំបានគ្របដណ្ដប់ផ្លូវទាំងមូលធ្វើឲ្យសិស្សជាច្រើនជាប់គាំងនៅកន្លែងតែមួយតូដូរ៉ូគីបាននាំមុខគេភ្លាមក្រោយឆ្លងកាត់ផ្លូវតកបានសិស្សទាំងអស់ត្រូវបានជួបជាមួយនឹងមនុស្សយន្តយក្សដែលធ្លាប់ប្រើក្នុងការប្រកួតចូល UA មនុស្សយន្តទាំងអស់នេះគឺធំខ្លាំងនិងខ្លាំងជាងមុនសិស្សជាច្រើនបានព្យាយាមវាយប្រហារខណៈអ្នកផ្សេងទៀតព្យាយាមរត់គេចមីដូរីយ៉ាដឹងថាបើគេប្រើថាមពល One for All ឥឡូវនេះគេនឹងអាចរបួសធ្ងន់ដូច្នេះហើយគេសម្រេចចិត្តប្រើខួរក្បាលជំនួសកម្លាំងជាងខណៈពេលមនុស្សយន្តមួយដួលមីដូរីយ៉ាបានលោតឡើងទៅលើខ្លួនវាគេប្រើសំណល់ដែកនិងចលនារបស់មនុស្សយន្តដើម្បីឆ្លងកាត់ឧបសគ្គយ៉ាងលឿនដោយមិនចាំបាច់ប្រើកម្លាំងធំគេឈានទៅដល់ក្រុមនាំមុខគេបន្ទាប់មកសិស្សទាំងអស់មកដល់តំបន់ដែលមានជ្រោះធំមានខ្សែពួរនិងសសរតូចប៉ុណ្ណោះដើម្បីឆ្លងកាត់សិស្សជាច្រើនបានធ្លាក់និងបាត់បង់ពេលវេលាចំណែកតូដូរ៉ូគីវិញនៅតែបន្តនាំមុខគេដោយប្រើតកជាផ្លូវសម្រាប់ខ្លួនឯងបាកកុកតូដូរ៉ូគីនិងមីដូរីយ៉ាចាប់ផ្ដើមក្លាយជាបេក្ខជននាំមុខគេអ្នកទស្សនាទាំងអស់ផ្ដោតការចាប់អារម្មណ៍លើពួកគេទាំង3នាក់ជាពិសេសមីដូរីយ៉ាដែលមនុស្សភាគច្រើនមិនស្គាល់ពីមុនមកដល់ឧបសគ្គចុងក្រោយវាគឺជាឧបសគ្គនៅលើវាលមីនដ៏ធំមីនរាប់រយគ្រាប់ត្រូវបានកប់នៅក្រោមដីបើដើរខុសមួយជំហានវានឹងផ្ទុះភ្លាមសិស្សជាច្រើនប្រុងប្រយ័ត្នយ៉ាងខ្លាំងមីដូរីយ៉ាសង្កេតឃើញថាមីនទាំងអស់នេះមិនសម្លាប់មនុស្សទេវាគ្រាន់តែបង្កការផ្ទុះខ្លាំងប៉ុណ្ណោះភ្លាមនោះគេមានគំនិតមួយគេប្រមូលមីនជាច្រើនដើម្បីដាក់ក្នុងបន្ទះដែកដ៏ធំមួយគេប្រើការផ្ទុះរបស់មីនទាំងអស់នោះដើម្បីបាញ់ខ្លួនឯងហោះទៅមុខដូចជារ៉ុកែតនៅវិនាទីចុងក្រោយមីដូរីយ៉ាហោះកាត់តូដូរ៉ូគីនិងបាកកុកហើយឆ្លងខ្សែបញ្ចប់មុនគេបង្អស់អ្នកទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្មាននរណានឹកស្មានថាមីដូរីយ៉ាឈ្នះការប្រណាំងដំបូងឡើយមីដូរីយ៉ាក្លាយជាអ្នកឈ្នះក្នុង Obstacle Race ប៉ុន្តែការប្រកួតមិនទាន់ចប់នោះទេសិស្ស42នាក់ដែលនៅសល់នឹងត្រូវប្រកួតការប្រកួតបន្ទាប់ហើយមីដូរីយ៉ាដែលទើបតែទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាកំពុងក្លាយជាគោលដៅរបស់គេក្នុងការប្រកួតទាំងអស់នេះបន្ទាប់ពីឈ្នះការប្រកួត Obstacle Race យ៉ាងគួរឲ្យភ្ញាក់ផ្អើលមីដូរីយ៉ាបានក្លាយជាមនុស្សដែលគ្រប់គ្នាចាប់អារម្មណ៍ប៉ុន្តែជ័យជំនះនោះមិនបាននាំមកភាពតែល្បីល្បាញនោះទេវាថែមទាំងធ្វើឲ្យក្លាយជាគោលដៅរបស់អ្នកប្រកួតផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍កីឡា UA ក្រោយការប្រកួតប្រណាំងចប់ President Mick បានប្រកាសការប្រកួតបន្ទាប់វាគឺជា Cavalry Battle សិស្សត្រូវបង្កើតក្រុម4នាក់ហើយជិះលើស្មាគ្នាដោយការប្រកួតសេះគោលដៅគឺដណ្ដើមពិន្ទុពីក្រុមផ្សេងដោយសារតែមីដូរីយ៉ាឈ្នះ Obstacle Race គេត្រូវបានផ្ដល់ Headband ពិសេសដែលមានតម្លៃ10លានពិន្ទុនេះគឺជាពិន្ទុច្រើនជាងគេក្នុងការប្រកួតទាំងអស់បូកបញ្ចូលគ្នាអ្នកដែលដណ្ដើម Headband នេះបាននឹងមានឱកាសឈ្នះការប្រកួតភ្លាមដំបូងមីដូរីយ៉ាគិតថាមនុស្សជាច្រើនចង់ធ្វើក្រុមជាមួយគេប៉ុន្តែការពិតផ្ទុយស្រឡះព្រោះអ្នកដែលនៅជាមួយមីដូរីយ៉ានឹងក្លាយជាគោលដៅមនុស្សគ្រប់គ្នាគ្មាននរណាហ៊ានប្រថុយឡើយនៅទីបំផុតមីដូរីយ៉ាអាចបង្កើតក្រុមមួយបានសមាជិករួមមានអ៊ូរ៉ារ៉ាកាតូកូយ៉ាមីនិងសូជីពួកគេសម្រេចចិត្តប្រយុទ្ធជាមួយគ្នានិងការពី Headband 10លានពិន្ទុឲ្យបានភ្លាមនោះសញ្ញាក៏ចាប់ផ្ដើមឡើងក្រុមទាំងអស់សម្រុកមករកមីដូរីយ៉ាគ្រប់គ្នាចង់ដណ្ដើម Headband 10លានពិន្ទុមីដូរីយ៉ាដឹងថាបើគេគិតតែពីការពារខ្លួនឯងនោះពួកគេនឹងចាញ់ជាមិនខានតូដូរ៉ូគីបង្កើតក្រុមដ៏ខ្លាំងមួយគេប្រើថាមពលតកដើម្បីបិទផ្លូវនិងគ្រប់គ្រងសមរភូមិទាំងមូលក្រុមជាច្រើនមិនអាចទៅណាបានឡើយចំណែកបាកកុកវិញក៏បានបង្កើតក្រុមរបស់ខ្លួនផង
ផងដែរគេមិនចាប់អារម្មណ៍ត្រឹមតែឈ្នះការប្រកួតនោះទេគេចង់យកឈ្នះមីដូរីយ៉ានិងតូដូរ៉ូគីដោយផ្ទាល់មីដូរីយ៉ាចាប់ផ្ដើមវិភាគចលនារបស់គូប្រជែងទាំងអស់គេដឹងថាតូដូរ៉ូគីគឺជាគ្រោះថ្នាក់ដ៏ធំបំផុតដូច្នេះគេផ្ដោតទៅលើការរស់រាននិងការពី headband ជាងការវាយលុកនៅវិនាទីចុងក្រោយការប្រកួតកាន់តែតានតឹងក្រុមជាច្រើនត្រូវបានបំបាក់តូដូរ៉ូគីនៅតែព្យាយាមដណ្ដើម10លានបន្ទុកពីមីដូរីយ៉ាខណៈបាកូកុកក៏ខិតជិតមកដល់ផងដែរពេលវេលានៅសល់តែបន្តិចបន្តួចប៉ុណ្ណោះមីដូរីយ៉ានិងមិត្តរួមថ្នាក់កំពុងត្រូវគេដេញតាមគ្រប់ទិស headband 10លានបន្ទុកនៅតែស្ថិតលើក្បាលរបស់គេប៉ុន្តែតើគេអាចការពាររហូតដល់បញ្ចប់ការប្រកួតបានដែរឬទេឬតូដូរ៉ូគីនិងបាកូកុកដណ្ដើមវាបានទៅអញ្ចឹងមានតែចាំមើលភាគក្រោយទាំងអស់គ្នាសូមសម្រាប់រឿងមួយនេះដែរ admin ក៏សូម តាមនេះសិនបើគិតថារឿងនេះក៏ល្អមើលកុំភ្លេចចុច like និង subscribe ម្នាក់មួយផង admin ជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងរៀនពូកែយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ